Việc số này đóខ្ញុំបាទ Hendrik ហើយខ្ញុំគឺជាគ្រូចលដែលមាន license នៅសហរដ្ឋអាមេរិកខាងក្រៅខ្ញុំនេះគឺជាសំណួរចម្លើយទាក់ទងជាមួយនឹងមេរៀន Manicure អញ្ចឹងទេបើសិនជាបងប្អូនត្រៀមខ្លួនប្រឡងយក license កញ្ចក់ជាភាសាអង់គ្លេសសូមស្ដាប់វីដេអូនេះបានចាប់ទាំងអស់គ្នាតោះអូខេអញ្ចឹងសំណួរមួយនេះគេសួរថា what are the two basic type of polish remover អញ្ចឹង two បានន័យថាម៉េច two បានន័យថា2មិនអញ្ចឹងpolish remover នេះបានន័យថាម៉េចអញ្ចឹងនេះយើងអាចថា polish remover ណា PR Paul ណា L low rồi E lean solish អញ្ចឹង polish ហ្នឹងអីគេ polish យើងបកប្រែថាថ្នាំកញ្ចក់នៅក្នុងវិស័យកញ្ចក់ polish យើងហៅថាថ្នាំកញ្ចក់ណាដល់នេះ remover remove ធម្មតាបើយើងលុបឲ្យនេះចោល remove ទេទេតែប៉ុណ្ណេះពាក្យបានន័យថាដោះចោលកម្ចាត់ចោលដកចេញអញ្ចឹង remove បើយើងចង់បកកក៏បានដែររអនេះស្មើទៅរអ៊ីរីអែមនេះស្មើទៅមកអ៊ូមូវmove អញ្ចឹង remove ហ្នឹងដកចេញឬកម្ចាត់ចេញដល់ពេលយើងថែម er នេះយើងអានថាចាំអញ្ចឹងមកអញ្ចឹង remover អញ្ចឹងគេថា what are the big what នេះតើអីគេណាអានេះគាត់នៅរបៀបសួរនៅក្នុងភាសាអង់គ្លេសឯងអញ្ចឹងគេថា two polish remover ក្នុងមួយ clear នេះយើងមិនបាច់ចេះពាក្យទាំងអស់ទេបងប្អូនយើងបើសិនជាយើងអត់ចេះអង់គ្លេសសោះអត់សូវចេះអង់គ្លេសឬមួយក៏អត់ចេះអង់គ្លេសសោះយើងវាមិនអាចទៅរួចទេដែលយើងត្រូវចេះគ្រប់ពាក្យនៅក្នុង clear មួយហ្នឹងអ្វីដែលយើងត្រូវរបៀបធ្វើសំណួរចម្លើយនៅក្នុងភាសានៅពេលប្រឡងកញ្ចក់គឺយើងចាប់តែពាក្យកន្លឹះទេអញ្ចឹងពាក្យដែលខ្ញុំ highlight នេះ highlight ពណ៌ខៀវនេះគឺជាពាក្យកន្លឹះតែបងប្អូនត្រូវចាំក្នុងមួយជួរនោះយើងមិនបាច់ទៅចាំទាំងអស់ហើយដូចខ្ញុំនិយាយចឹងវាមិនអាចទៅរួចទេព្រោះយើងមិនអាចទៅបកប្រែដូចគេអ្នកចេះអង់គ្លេសរាប់10ឆ្នាំកើតទេអញ្ចឹងណាអញ្ចឹង tool នេះបានថា2 polish remover គឺទឹកលាងកញ្ចក់អញ្ចឹងណា polish remover យើងបកប្រែទឹកលាងកញ្ចក់ព្រោះ polish នេះថ្នាំពណ៌កញ្ចក់ remover អ្នកសម្អាតអ្នកលាងអញ្ចឹងយើងបកសរុបចូលគ្នាទឹកលាងកញ្ចក់អញ្ចឹងបានន័យថាតើទឹកលាងកញ្ចក់មានពីរប្រភេទណាអញ្ចឹងនៅក្នុងមេរៀនស្ដីកញ្ចក់ទឹកលាងកញ្ចក់គេមានបែងចែកជាពីរប្រភេទណាអញ្ចឹងចម្លើយគឺ acetone ហើយនិង non acetone acetone នេះបានន័យថាទឹកលាងកញ្ចក់យើងជូតកញ្ចក់រហូតដល់ហ្នឹងហើយ non acetone នេះជាទឹកលាងកញ្ចក់ដែលអត់មានជាតិ acetone នៅក្នុងហ្នឹងអញ្ចឹងបានន័យថាទឹកប្រភេទ non acetone គឺវាជូតអត់ងាយជ្រះទេជូតយូរមុំជ្រះអញ្ចឹងណាអញ្ចឹង non នេះនៅក្នុងអង់គ្លេសយើងមកវាមានន័យអវិជ្ជមាននៅក្នុងហ្នឹងណាអញ្ចឹងទឹកលាងកញ្ចក់ polish remover ទី1យើងត្រូវចាំឈ្មោះទឹកលាងកញ្ចក់អីគេ polish remover ហើយទី2យើងត្រូវចាំទឹកលាងកញ្ចក់បែងចែកជា2មានអីខ្លះមាន acetone ហើយនិង non acetone អញ្ចឹងយើងមកមើលសំណួរបន្ទាប់អញ្ចឹងសំណួរនេះគេថា which of the following is designed to loosen or and dissolve that tissue bla 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 អញ្ចឹងបានន័យថាសំណួរគេសួរវិញអញ្ចឹងយើងមិនបាច់ចេះទាំងអស់ហើយយល់ទេពាក្យអស់នេះយើងមិនបាច់ចេះទេព្រោះអ្វីពាក្យអស់នេះយើងមិនបាច់ចេះតែពាក្យ which of the following នេះ which of the following នេះហ្នឹងជាពាក្យកន្លឹះដែលនៅក្នុងសំណួររបៀបគេសួរគេមានរបៀបសួរដូចខ្មែរយើងសួរតើអីគេណាខ្លះតើមួយណាតើអីចឹងណាដូចមួយដេចអីចឹងអាហ្នឹងរបៀបសួរតែអាហ្នឹងខ្ញុំសុំទុកលក្ខសិនអញ្ចឹងអ្វីដែលយើងត្រូវចេះពាក្យសំខាន់ជាងគេគឺ loosen and dissolve that tissue loosen នេះហ្នឹងយើងបកប្រែថាធ្វើឲ្យរលុងអញ្ចឹងណាបើយើង loose មួយម៉ាត់រលុងតែពេល loosen យើងបកប្រែថាធ្វើឲ្យរលុងបងប្អូនដែលទៅទិញខោនៅហាងអាគាំងគេមានដាក់ loose ចាបើខោនឹងដាក់ loose បែរថាខោនឹងពាក់ទៅរលុងហើយយល់ទេនៅក្នុងភាសាអង់គ្លេសកាលណាគុណនាមបូកជាមួយនឹង en គឺបកប្រែថាធ្វើឲ្យទៅជាអីមួយអញ្ចឹង loosen បែរថា loose រលុងដល់ loosen ធ្វើឲ្យរលុង and dissolve នេះបកប្រែថារំលាយឬក៏រលាយហើយ that tissue នេះ that នេះងាប់ស្លាប់ tissue នេះជាលិកាអញ្ចឹងហ៎អញ្ចឹង that tissue ជាលិកាងាប់អញ្ចឹងបងប្អូនចង់ចេះប្រកបក៏បានដែរបើសិនជាបងប្អូនចូលរៀនជាមួយខ្ញុំគឺខ្ញុំអាចប្រហាត់ប្រកបឲ្យបានបើសិនជាបងប្អូនចេះប្រកបថាអានថាម៉េចណាអញ្ចឹងជាលិកាថាម៉េចធ្វើឲ្យរលុងនិងរំលាយជាលិកាអញ្ចឹងយើងត្រូវមើលចម្លើយគេ4នេះយើងវិភាគថាអាមួយណាដែលធ្វើឲ្យរលុងហើយរំលាយជាលិកាយល់ទេអញ្ចឹងសួរថាខ្ញុំមានបកអាពាក្យទាំងអស់នេះហ្នឹងអត់មានបកទេព្រោះវាមិនដោយសារវាអត់ចាំបាច់យើងត្រូវចេះតែពាក្យកន្លឹះទេដឹងទេមិនមែនយើងអង្គុយទិញគ្រប់ពាក្យទាំងអស់កើតតែវាអត់អាចទៅរួចអញ្ចឹងការរៀនជាមួយខ្ញុំគឺខ្ញុំប្រហាត់ចឹងអ្នកចេះតែពាក្យកន្លឹះចឹងទេ
ហើយយើងមកភាគចម្លើយតើមួយណាដែលធ្វើឲ្យរលុងនិងរំលាយជាលិកាអញ្ចឹងមួយណាអញ្ចឹង nail oil ប្រេង nail polish nail dehydrator nail polish ទឹកផលិតកញ្ចក់ nail dehydrator ទឹកសម្ងួតកញ្ចក់ឬក៏ deep cuticle remover ទឹកបន្ទន់សាច់អញ្ចឹងចម្លើយត្រឹមត្រូវគឺយើងយកមួយណាអញ្ចឹងយក D ព្រោះ cuticle remover ហ្នឹងទឹកបន្ទន់សាច់អាទឹកពណ៌សប៉ែកយើងដាក់ពេលយើងបុក cuticle ឡូអញ្ចឹងអានេះ cuticle remover ណាអញ្ចឹងយើងឲ្យថ្ងៃក្រោយទៅឲ្យតែយើងជួបសំណួរដែលគេសួរតាក់ទងជាមួយនឹងប្រើពាក្យធ្វើឲ្យរលុងនិងរំលាយជាលិកាគឺដឹងតែហ្នឹងហើយយល់ទេឥឡូវយើងមើលសំណួរមួយទៀតអញ្ចឹងសំណួរនេះយើងត្រូវចេះពាក្យអីខ្លះអញ្ចឹងឃើញបងប្អូនឃើញពាក្យពណ៌ខៀវនេះហើយអញ្ចឹងអ្វីពាក្យហ្នឹងគឺបងប្អូនត្រូវចេះ organization នេះស្ថាប័នដឹងទេស្ថាប័នអីក៏ដោយយើងហៅថាស្ថាប័នpersonal នេះយើងអាន personal P E R នេះ per S O N on N ស្មើសិន no A L នេះ all personal អញ្ចឹង protective អញ្ចឹងបងប្អូនចង់ចេះប្រកបក៏រៀនមួយខ្ញុំបានដែរបើសិនជាបងប្អូនចេះប្រកបអត់អីទេខ្ញុំបានប្រកបណាអញ្ចឹង protective equipment អញ្ចឹងអាហ្នឹងគឺជាពាក្យមួយយកហ្មងពាក្យចែកទេសហ្នឹងគឺជាពាក្យកលឹះមួយទាំងដល់យកហ្មង personal protective equipment ដែលអក្សរកាត់គេហៅថា PPE អញ្ចឹង personal protective equipment នេះ personal នេះផ្ទាល់ខ្លួន protective ការពារ equipment ឧបករណ៍អញ្ចឹងដើម្បីឧបករណ៍ការពារខ្លួនអញ្ចឹងនៅក្នុងទ្រឹស្ដីកញ្ចក់ហើយជាមួយនឹងផ្លូវច្បាប់គឺមានស្ថាប័ននៅសហរដ្ឋអាមេរិកមានស្ថាប័នមួយដែលគេចេញនៅច្បាប់មួយដែលឲ្យយើងពាក់ឧបករណ៍ការពារខ្លួនមិនថាបងប្អូនធ្វើការនៅរោងចក្រមិនថាបងប្អូនធ្វើការនៅវិស័យអីទេភាគច្រើនគឺត្រូវមានឧបករណ៍ការពារខ្លួនបងប្អូនដែលឃើញអ្នកធ្វើការនៅរោងចក្រនៅអីម្ដងពេលខ្លះអាចជាពាក់អាចសន្តានត្រឹមត្រូវមានសំដៃមានអីហ្នឹងអាហ្នឹងដោយសារច្បាប់គេចេញឲ្យយើងពាក់អញ្ចឹងណាតម្រូវយើងពាក់ហើយអញ្ចឹងគេសួរថា which organization ស្ថាប័នមួយណាដែលចេញឲ្យច្បាប់ PPE នេះច្បាប់ហ្នឹងគឺច្បាប់ដែលយើងតម្រូវឲ្យយើងពាក់ឧបករណ៍ការពារខ្លួនណាអញ្ចឹងគេថាស្ថាប័នមួយណាអញ្ចឹងបងប្អូនធ្វើកញ្ចក់ក៏ចឹងដែរបងប្អូនត្រូវពាក់អីស្រោមដៃពាក់អីទៀតពាក់ម៉ាស់ពាក់អីទៀតពាក់បន្តាការពារអញ្ចឹងតើអ្នកណាអ្នកប្រាប់ឲ្យយើងពាក់អស់ហ្នឹងអញ្ចឹងនៅចម្លើយត្រឹមត្រូវគឺ OSHA នេះគឺជាស្ថាប័នដែលការពារសុវត្ថិភាពនិងសុខភាពរបស់បុគ្គលិកនៅកន្លែងការងារណាអញ្ចឹងថ្ងៃពេលយើងទៅប្រឡងពេលយើងឃើញ PPE យើងដឹងបាត់ឧបករណ៍ការពារខ្លួនយើងរៀនហើយអញ្ចឹងឧបករណ៍ការពារខ្លួនអ្នកចេញច្បាប់ហ្នឹងគឺ OSHA អញ្ចឹងអត់មានអីពិបាកទេអញ្ចឹងបើសិនបងប្អូនចង់បាននៅសំណួរចេះហើយការបញ្យល់បែបហ្នឹងសំណួរបែបហ្នឹងស្គាល់ពាក្យកលឹះតើយើងគួរចាំពាក្យកលឹះមួយណាពាក្យណាមិនគួរចាំពាក្យណាគួរចាំឃើញដោយអានេះអញ្ចឹងខ្ញុំនិយាយដែរយកមានត្រូវចេះគ្រប់ពាក្យឯងចេះតើពាក្យដែលត្រូវចាំតែពាក្យត្រូវចាំតែគួរចាំយើងមិនបាច់ចាំពាក្យដែលមិនគួរចាំទេអញ្ចឹងណាវាវល់អញ្ចឹងកាលណាយើងរៀនបែបហ្នឹងគឺទៅប្រឡងស្រួលមែនតើយើងឃើញពាក្យកលឹះទៅយើងយកចម្លើយត្រូវហើយអញ្ចឹងណាព្រោះយើងរៀនទ្រឹស្ដីយើងយល់សាច់រឿងវាហើយអញ្ចឹងសូមជំរាបប្រាប់បងប្អូនថានៅគ្រប់រដ្ឋអាមេរិកទាំងអស់គឺរៀនពីសភៅតែមួយទេគឺរៀនពីសភៅ Malady អញ្ចឹងបងប្អូននៅមកពីរដ្ឋណាក៏អាចរៀនជាមួយខ្ញុំបានដែរហើយបើសិនបងប្អូនមានចំណាប់អារម្មណ៍ចង់រៀនសំណួរបែបនេះដើម្បីទៅប្រឡងកញ្ចក់ហើយការបញ្យល់បែបនេះហើយស្គាល់ពាក្យកលឹះបែបហ្នឹងគឺបងប្អូនអាចឆាតចូល page ខ្ញុំបានគឺខ្ញុំមានបើកថ្នាក់បរៀនបងប្អូនបរៀនគួរបែបនេះជាងរៀនសំណួរចម្លើយហើយជាមួយនឹងមេរៀនទ្រឹស្ដីតកតងជាមួយនឹងទ្រឹស្ដីកញ្ចក់ដើម្បីត្រៀមប្រឡងយក license គ្រប់រដ្ឋទាំងអស់ណាគ្រប់រដ្ឋទាំងអស់អាចមករៀនបានជាមួយខ្ញុំបានទាំងអស់ព្រោះគ្រប់រដ្ឋទាំងអស់ប្រើសភៅតែមួយប្រឡងសភៅតែមួយទេហ្នឹងហើយអរគុណច្រើន